យាយទីបានអូសព័ត៌មាននេះមួយបងប្អូនណាយាយទីមានការក្តុកក្តួលខ្លាំងមែនទែនហ្នឹងហើយក៏នឹកឃើញដល់កូនខ្លួនឯងកូនគេកូនយើងណាបងប្អូនគឺសាច់ឈាមតែមួយនឹងទេដកដង្ហើមតាមច្រមុះតាមមាត់ដូចគ្នាអញ្ចឹងណាបងប្អូនចាអញ្ចឹងហើយសូមបងប្អូនអ្នកខមមិនមួយចំនួនណាយើងកុំនិយាយពាក្យថាអ្នកទី2អ្នកម្ដាយចុងអ្នកទី2ម្ដាយចុងដឹងតែអាក្រក់ដឹងតែចិត្តមិនបានអីចេះចុះបងប្អូនកុំឲ្យនិយាយបែបហ្នឹងគឺយើងនិយាយទៅលើតែបុគ្គលហ្នឹងទៅពីព្រោះអីអាចទង្វើបែបនេះណាគឺវាមិនមែនមកពីអ្នកទី1ទី2អ្នកមកមុនមកក្រោយអីហ្នឹងទេគឺអាចនិយាយថាគឺអត្តចរិតបិសាចណាបងប្អូនណាគេហៅថាអត្តចរិតបិសាចអត្តចរិតនៅតែមានការចងគំនុំនៅតែមានការឌឺដងនៅតែមានការផ្កើនឧទាហរណ៍តែអញ្ចេះទៅហ្នឹងហើយបើសិនតែគេនេះស្រីម្នាក់នេះគេមកក្រោយអញ្ចឹងណាបងប្អូនក៏ប៉ុន្តែនៅតែស្អប់មុខអ្នកមុនហ្នឹងហើយចូលចិត្តវាយកូនអីគេថាប្រឈឺអ្នកមុនអីអញ្ចឹងណាបងប្អូនដោយសារតែដឹងថាប្រហែលជាអ្នកមុននឹងអាចនឹងទេម្លេងកូនដើម្បីឲ្យកូនមានការរាយរាប់ថាម៉ែអើយកូនឈឺណាស់គេវាយកូនចេះកូនចោះដល់ទៅពេលអញ្ចឹងទៅអ្នកមុនលឺហើយក៏មានការឈឺចាប់បន្តពីកូនអីអញ្ចឹងណាអញ្ចឹងហើយអានឹងគេហៅថាចរិតបែបឌឺដងនៅផ្កើនអីអញ្ចឹងទៅទី2គេហៅថាចរិតបែបវាយឲ្យឈឺដោយសារអីដោយសារតែវាមិនមែនគឺជាសាច់វាជាកូនវាជាកូនដែលវាបង្កើតបានដោយខ្លួនវាអញ្ចឹងណាបងប្អូនអញ្ចឹងហើយគឺថាអានេះគឺជាចរិតមួយបែបមិនសាច់អញមិនកូនអញមិនខ្វល់ទេអញវាយតាមកំហឹងណាដែលអញចង់វាយអីអញ្ចឹងណាបងប្អូនចាអញ្ចឹងក៏សូមផ្ដាំទៅបរោះនារីមួយចំនួនដែលគាត់ទទួលយកមេម៉ាយឬក៏ពោះម៉ាយអញ្ចឹងណាបងប្អូនចាហើយជាពិសេសទៀតនោះគឺថាភាគីទាំងសងខាងឧទាហរណ៍ថាមានកូនអញ្ចឹងណាបងប្អូនចាបើសិនតែអត្តចរិតយើងចិត្តយើងមិនទលាយចិត្តយើងមិនទាន់បានទទួលយកមិនបានទេសូមមេត្តាកុំយកឪពុកគេសូមមេត្តាកុំយកម្ដាយគេអីអញ្ចឹងទៅពីព្រោះអីណាបងប្អូនចាបើសិនតែយើងចូលមកក្នុងជីវិតគេគឺមានន័យថាយើងស្រឡាញ់ម្ដាយគេគឺយើងត្រូវតែស្រឡាញ់កូនគេនឹងឯងណាបងប្អូនណាចាអានឹងដូចប្តីខ្ញុំអញ្ចឹងប្តីខ្ញុំគឺជាប្តីក្រោយប្តីទី2ខ្ញុំអញ្ចឹងណាអញ្ចឹងយើងមិនខ្ញុំមិនអាចនិយាយថាប្តីខ្ញុំប្តីចុងនឹងទេបងប្អូនកុំហាមនិយាយពាក្យបែបហ្នឹងណាដោយសារតែប្តីខ្ញុំគឺមិនបានដណ្ដើមនរណាម្នាក់ដណ្ដើមខ្ញុំចេញពីអតីតខ្ញុំមុននឹងទេគឺគេមកដោយស្របច្បាប់គេមកដោយដឹងនឹងទទួលស្គាល់ថាយើងគឺជាស្ត្រីម្នាក់ដែលមេម៉ាយរួចទៅហើយអញ្ចឹងណាបងប្អូនចាគឺគាត់ព្រមទទួលនៅអ្វីដែលខ្ញុំកំពុងតែមានជាធម្មតាគឺมันអាចថាស្រឡាញ់តាម៉ែក៏ប៉ុន្តែมันផ្គត់ផ្គង់ដល់កូនឬក៏បំបែកកូនចេញពីម្ដាយគេអញ្ចឹងចុះគឺអត់នឹងទេបងប្អូនចាជាពិសេសទៀតនោះការវាយកូនគេកូនអញកូនហែងអីចេះចុះគឺវារឹតតាមមិនបានរឹតថែមទៀតតែម្ដងបងប្អូនត្រូវចាំណាបើសិនតែមិនថាកូនចុងកូនដើមឬក៏កូនគេកូនអញក៏ដោយបើសិនតែយើងជាឪពុកម្ដាយណាបងប្អូនចិញ្ចឹមគេបានល្អគេនឹងអាចស្រឡាញ់យើងអ្នកមកក្រោយនឹងគឺជាងអ្នកបង្កើតទៅទៀតបងប្អូនជឿតាមខ្ញុំទៅដោយសារតែខ្ញុំធ្លាប់មានបទពិសោធន៍ទៅហើយអញ្ចឹងណាបងប្អូនចាអត្តចរិតបែបនេះគេហៅថាអត្តចរិតមួយដែលមានព្រំវិហារធឿអចរិតមួយដែលមានចរិតចិត្តល្អអញ្ចឹងណាបងប្អូនអត់ប្រកាន់ទៅលើមិនមែនជាសាច់អញឈាមអញអញ្ចឹងណាបងប្អូនចាអញ្ចឹងវិធានបទមួយនេះក៏មានតែប៉ុណ្្នឹងទេហើយក៏អរគុណច្រើនជម្រាបលា